សំណួរកគេឲ្យយើងសង់បន្ទាត់ L1 និង L2 ក្នុងតម្រូវតែមួយចំណុចសំខាន់ដើម្បីសង់បន្ទាត់បានយើងត្រូវធ្វើតារាងតម្លៃលេខសិនអញ្ចឹងយើងទី1គឺបន្ទាត់ L1 របស់យើងមានសមីការបន្ទាត់ 2y បូក3បន្ទាត់ L1 មានសមីការបន្ទាត់ 2x បូក 3y ស្មើនឹង21ចឹងយើងត្រូវឲ្យ2ចំណុចដើម្បីដៅបន្ទាត់ឲ្យបានចឹងយើងចង់ឲ្យប៉ុន្មានក៏បានដែរគាត់ឲ្យងាយស្រួលគូចឹងឥឡូវទី1ខ្ញុំឲ្យ x ចុះឲ្យ x ស្មើ0ចឹងបន្ទាត់របស់យើងទៅជា2គុណនឹង0បូក 3y ស្មើនឹង21ចឹងអានេះ0ដែរចឹងវាសល់តែ 3y ស្មើ21ចឹងយើងទាញរក y ស្មើនឹង21ចែកនឹង3ចឹង y ស្មើបាន7ចឹងដល់ពេលដែល x ស្មើ0 y នេះគឺ7ចឹងយើងអាចឲ្យមួយទៀតអាចឲ្យ x ស្មើបានដើម្បីឲ្យលេខចែកដល់ដូចគ្នាអាចឲ្យ x ស្មើនឹង3កាលណា x ស្មើ3ទៅអានេះ2គុណនឹង3នេះពី6ចឹង21ដក6នៅសល់15ចឹងចែកនឹង3បានចឹងនេះបាន21ចឹងយើងទាញរក 3y កន្លែងនេះ2គុណនឹង3នេះ6ស្មើ21ចឹងកន្លែងនេះ 3y ស្មើនឹង21ដក6ចឹង y ស្មើនឹង15លើ3ចឹង y ស្មើនឹង5ចឹងដល់ពេលដែល x ស្មើជាមួយនឹង3 y យើងគឺស្មើ5ចឹង L2 របស់យើងគឺ 3x ដក 2y ដក19ស្មើ0ចឹងយើងបាន3គុណនឹង1ដក 2y ដក19ស្មើ0ចឹងយើងបានដក 2y អានេះបូក3ដក19នៅសល់ដក16ចឹងបងម្នេះបាន16ចឹង y យើងគឺស្មើ16ចែកនឹងដក2គឺបានដក8ចឹងនៅពេលដែល x ស្មើ1 y របស់យើងស្មើនឹងដក8យើងឲ្យមកគូទៀតឲ្យ x ស្មើ3ចឹង3គុណនឹង3ដក 2y ដក19ស្មើ0ចឹងអានេះយើងបានដក 2y ស្មើនឹងកន្លែងនេះ9 10ដក19បូក9ចឹងសល់ដក10របស់ម្ដេចបានបូក10ចឹងទីរក y ស្មើនឹងដក5ចឹងនៅពេលដែល x ស្មើ3 y ស្មើនឹងដក5ឥឡូវនេះយើងមកចាប់ផ្ដើមគូបន្ទាត់របស់យើងy យើងមានដល់ដក8ហើយមានដល់7ទៀតចឹង y យើងរៀងវែងតិចចឹងបន្ទាត់សំខាន់ជាងគេទី1គឺយើងស្គាល់ចឹងពេលយើងគូបន្ទាត់សំខាន់ជាងគេគឺយើងស្គាល់ចឹងដេកនេះគឺx' x ចឹងកន្លែងនេះ x' កន្លែងនេះ x បន្ទាត់ឆគឺបន្ទាត់ឆគឺy' y កណ្ដាលនេះគឺ0ចឹងដោយសារលេខវាច្រើនចឹងដាក់មកចន្លោះទី2មកចន្លោះលេខនេះទី2ឯកតាមកចូលនេះ2 4 6 8មកក្រោមនេះទៀតដែរ2 4 6 8ចឹងមកចំហៀងដូចគ្នាគឺយើងយកឯកតាស្មើគ្នាបើយើងយកកន្លែងនេះប៉ុណ្ណាប៉ុណ្ណានេះក៏យកប៉ុណ្ណឹងដូចគ្នាចឹងចំណុចទី1គឺ x ស្មើ0 y ស្មើ7ចឹង x ស្មើ0កន្លែងនេះ y ស្មើ7យើងរាប់មកនេះ2 4 6 8ចឹង color នេះ8ចឹង7គឺពាក់កណ្ដាលនេះចឹង x ស្មើ0កន្លែងស្មើ7យើងដៅកន្លែងនេះតែម្ដងណាដាក់ចំណុចកាយបានកន្លែងទៅទី2 x ស្មើ3 y ស្មើ5 x ស្មើ3ចឹងយើងរាប់មកនេះគឺ x ចឹងយើងរាប់នេះ2 4ចឹង3ក៏នៅកន្លែងនេះចឹងនេះគឺលេខ3 x ស្មើ3 y ស្មើ5ចឹងរាប់មក2 4
ដល់នេះ6ចឹងឡើយនេះគឺ5ចឹង x ស្មើ3 y ស្មើ5យើងតម្លាក់ចំណោលកែឲ្យជួបគ្នាមកចឹងយើងបាន2ចំណុចហើយចំណុចនេះមួយចំណុចនេះមួយចឹងយើងអាចគូបន្ទាត់បានហើយចឹងនេះគឺបន្ទាត់ L1 យើងភ្ជាប់ពីចំណុចនេះមកចាចឹងអានេះគឺបន្ទាត់ L1 តែមានសមីការបន្ទាត់គឺ 2x បូក 3y ស្មើនឹង21បន្តមកទៀតយើងដៅបន្ទាត់ L2 ម្ដង L2 នៅពេលដែល x ស្មើ1 y ស្មើ18អញ្ចឹង1លើកន្លែងនេះគូជាមួយនឹង y ស្មើ18ចឹង2ដក2ដក4ដក6ដក8ចឹងនៅក្រោមអញ្ចឹងគឺតម្លាក់ចំណោលកែលេខ1និង18នេះឲ្យត្រូវគ្នាមកជាយើងបានមួយចំណុចប៉ុន្តែយើងត្រូវការមួយចំណុចទៀតដើម្បីគូបន្ទាត់បានអញ្ចឹង x ស្មើ3 y ស្មើ15អញ្ចឹងលេខគឺ3ដក5នេះដក2ដក4ដក6កន្លែងនេះចឹងដក5ក៏នៅពាក់កណ្ដាលនេះគឺដក5គឺជាមួយនឹង3យើងតម្លាក់ចំណោលកែឲ្យត្រូវមកពោះតិចចឹងនេះដក5ក៏នៅកន្លែងនេះគឺយើងភ្ជាប់បន្ទាត់នឹងមកចាអញ្ចឹងនេះគឺបន្ទាត់ L2 ដែលមានសមីការបន្ទាត់គឺ 3x ដក 2y ដក19ស្មើ0ចុចចាប់សំណួរទី1សំណួរបន្ទាប់គេថាបើ e មានកអដនេ x y ជាចំណុចប្រសពនៃ L1 និង L2 អញ្ចឹងគេឲ្យយើងរកកអដនេនៃចំណុច e មានន័យថាទៅរក x y ដែលជាប្រសពរវាង L1 និង L2 អញ្ចឹងបើយើងមើលតាមរូបនេះគឺកន្លែង e ប្រព័ន្ធអញ្ចឹងសមីការបន្ទាត់ L1 គឺ 2x បូក 3y ស្មើនឹង21បន្ទាត់ L2 គឺ 3x ដក 2y ដក19ស្មើ0ចឹងយើងអាចដោះស្រាយប្រព័ន្ធសមីការនេះមកយើងនឹងរកឃើញចំណុចប្រសពហើយនឹង2គុណសមីការទី2និង3ចឹងគឺយើងបានកន្លែងនេះបើយើងគុណនឹង2ទៅគឺយើងបាន 4x បូក 6y ស្មើនឹង42ខាងក្រោមយើងគុណទៅយើងបាន 9x ដក 6y កន្លែងនេះយើងគុណទៅតែយើងបោះមួយខែមកគុណទៅបានយើងបោះ14មួយខាងហ្នឹងហើយយើងគុណតែម្ដងអញ្ចឹង3 9ដង27ថាទុក2អញ្ចឹង57បន្ទាប់មកយើងបូកសមីការនឹងមកអញ្ចឹងកន្លែងនេះ 4x បូក 9x គឺយើងបាន 13x ស្មើនឹងកន្លែងនេះយើងបូកមកគឺយើងបាន99គឺយើងចែកដាច់អត់លេខនេះយក99ចែកនឹង13ប៉ុណ្ណឹងទៅចំនួនក្នុងសមីការទី1នេះគឺសមីការទី1នេះសមីការទី2អញ្ចឹងយើងលាស់ទី1ដើម្បីរក y មួយទៀតអញ្ចឹងគឺយើងបានសមីការទី1ទៅជា2គុណឲ្យ99លើ13បូកឲ្យ 3y ស្មើនឹង21អញ្ចឹងគឺយើងបានអានេះយើងគុណមកយើងគុណហើយយើងរាប់ពីបាញ់តែម្ដងអញ្ចឹងពី1ដល់18ការទុក1អញ្ចឹង199នៅលើ13បូកកន្លែងនេះយើងគុណ13ដូចគ្នាជាងយើងបាន39y នៅលើ13ស្មើនឹងកន្លែងនេះយក21គុណ13ដូចគ្នាមក3គឺយើងបាន273អញ្ចឹងយើងសុំលុបភាពបែងចោលជាងយើងបាន39y ស្មើនឹង273ដកឲ្យ198 39y ស្មើនឹងនេះយើងដកមកយើងឃើញ13ដក8នៅសល់5ត្រូវទុក1សល់7
ចឹង45ទីរក y ស្មើនឹង75នៅលើ39ចឹងមានន័យថាចំណុចប្រសពរបស់យើងគឺដូចនេះ e ចំណុចប្រសពរបស់យើងគឺ e មាន x ស្មើនឹង39លើ13 99លើ13 y ស្មើនឹង75នៅលើ39លេខនេះពភាគចែកអត់ដាច់បើយើងមើលរូបយើងនឹងយើងតម្លាក់ចំណោកែងទៅនេះគឺជាចំណុចប្រសពចឹងកន្លែងនេះគឺ99លើ13ចំណែកកន្លែងនេះគឺ75នៅលើ39មានមុននឹងយើងដោះស្រាយបានតើតើយើងគូររូបសិនណាអញ្ចឹងគេឲ្យត្រកោណ ABC ចរិតកន្លោះរង្វង់បន្ទាត់មួយស្របបន្ទាត់ប៉ះរង្វង់ត្រង់ A កាត់អង្កត់ AB និង AC ត្រង់ M និង N រាងគ្នាអញ្ចឹងយើងធ្វើមួយសិនតោះអញ្ចឹងគេឲ្យត្រកោណ ABC ចរិតកន្លោះរង្វង់អញ្ចឹងគូរកន្លោះរង្វង់ពិបាកគូយើងគូររង្វង់តែម្ដងណាយើងគូររង្វង់មួយមកអញ្ចឹងចរិតកន្លោះរង្វង់អញ្ចឹងយើងគូសពាក់កណ្ដាលរង្វង់សិនបន្ទាប់មកចរិតកន្លោះរង្វង់គឺគូត្រៃកោណមួយចរិតកន្លោះរង្វង់ A B C បន្ទាប់មកគេថាមួយទៀតបន្ទាត់មួយស្របបន្ទាត់ប៉ះរង្វង់ត្រង់ A កាត់អង្កត់ AB និង AC ត្រង់ M និង N រៀងគ្នាមានន័យថាកាត់ AB ត្រង់ M កាត់ AC ត្រង់ N ណាអញ្ចឹងបន្ទាត់មួយស្របបន្ទាត់ប៉ះរង្វង់អញ្ចឹងបន្ទាត់ទាំងអស់គឺ2បន្ទាត់ទាំងអស់2ណាចឹងទី1យើងមុននឹងយើងគូបន្ទាត់ស្របបានគឺគូបន្ទាត់ប៉ះសិនបន្ទាត់ប៉ះរង្វង់ត្រង់ A មួយសិនណាយើងគូបន្ទាត់ប៉ះរង្វង់ត្រង់ A មួយមកចឹងនេះគឺបន្ទាត់ប៉ះរង្វង់ត្រង់ A បន្ទាប់មកយើងគូបន្ទាត់មួយទៀតស្របបន្ទាត់ប៉ះរង្វង់ត្រង់ A នឹងទៅយើងគូមួយបន្ទាត់មួយទៀតឲ្យស្របមកយើងរកបន្ទាត់យើងធ្វើឲ្យឃើញស្របមកយើងតិចកន្លែងបន្ទាត់នេះខ្ញុំឲ្យទៅនេះវាតិចក្រៅតោះជាយើងបានបន្ទាត់នឹងចឹងបន្ទាត់នៅណា AB នៅនេះចឹងដើម្បីធ្វើឲ្យកាត់គឺយើងបន្លាយមកបន្លាយ AB មកចឹងត្រង់ M កាត់ AC ត្រង់ M សំណួរកគេឲ្យយើងប្រដូចត្រីកោណ ABC និងត្រីកោណ AMN ចឹងលំហាត់បដូរត្រីកោណមានន័យថាបើយើងស្គាល់តមុំអញ្ចឹងយើងត្រូវការរកមុំ2ឲ្យស្មើគ្នាយើងរកបានមុំ2ស្មើគ្នានោះត្រីកោណនោះជាត្រីកោណដូចគ្នាហើយចឹងបងប្អូនមើលសិនតើយើងបដូរត្រីកោណណាគឺយើងបដូរត្រីកោណ ABC និងត្រីកោណ AMN តើគ្នាសង្កេតមើលមើលសង្កេតមុំ A មុំ A នេះក៏ជាមុំរបស់ត្រីកោណ ABC ហើយវាជាមុំរបស់ត្រីកោណ AMN ដូចគ្នាមានន័យថាវាជាមុំរួមបើវាជាមុំរួមគឺវាជាមុំដែលស្មើគ្នាហើយតែកន្លែងនេះអញ្ចឹងគេមានមុំ A ជាមុំរួមអញ្ចឹងយើងបានមុំស្មើគ្នាមួយហើយគឺមុំ A តែយើងទៅរកមុំផ្សេងទៀតដែលស្មើគ្នាអញ្ចឹងនៅក្នុងនេះគឺតកតទៅនឹងបន្ទាត់ស្របចុះបន្ទាត់ស្របណាបន្ទាត់ស្របចឹងទីនេះគឺបន្ទាត់ស្របអញ្ចឹងមុំណាខ្លះដែលតកតទៅនឹងបន្ទាត់ស្របអញ្ចឹងទី1គឺមុំមុំ M នេះហើយនឹងមុំខាងនេះនេះຂະຫນាត់បើយើងបន្លែទៅនេះគឺជាຂະຫນាត់ដែរអញ្ចឹងមុំ M និងមុំ A កន្លែងស្មើគ្នាអញ្ចឹង
ដោយសារវាមានបន្ទាត់ច្រើនហើយវាមានមុំច្រើនចឹងយើងតាំងអក្សរកន្លែងថ្មីមួយមកអក្សរទេចឹងយើងដាក់ថាដោយបន្ទាត់ទេស្របនឹងបន្ទាត់ MN យើងតាំងឈ្មោះនៃបន្ទាត់ MN មកអញ្ចឹងគេបានមុំយើងហៅ3អក្សរមុំទេ A M ស្មើនឹងមុំA M N A M N A នេះមិន A តែមួយណា A នេះគឺ A ខាងនេះដល់ពេល A ខាងនេះគឺ A មុំជ្រុងនេះវិញរាប់មកចេះវិញអញ្ចឹងមុំពីរនេះស្មើគ្នាអានេះគេហៅថាមុំឆ្លាស់ក្នុងអានឹងតោះតែយើងចាំមេរៀនណាតាមយើងធ្វើលំហាត់ទៅងាយស្រួលមុំឆ្លាស់ក្នុងអានេះតំណាក់តំណងទី1បន្តមកទៀតយើងដឹងថាមុំទេ AM ដដែលនេះវាស្មើជាមួយនឹងមុំ C ដែរណាមុំទេ AM នេះក៏ស្មើជាមួយនឹងមុំ C ដែរមុំ C យើងហាក់ B សល់ដូចគ្នាហាក់ A C B A C B មុំពីរនេះស្មើគ្នាពីព្រោះមូលហេតុមុំគុំដោយបន្ទាត់ប៉ះនិងអង្កត់ធ្នូនេះយើងចាំមេរៀនបានយើងសរសេរបានចុះមកយើងភ្លេចយើងមានតែមើលឡើងវិញណាចឹងបងប្អូនសង្កេតមើលមុំទេ AM ស្មើនឹងមុំ AMN ហើយមុំទេ AM ដដែលនេះវាស្មើនឹងមុំ ACB តំណាក់តំណងទី2អញ្ចឹងតាម1និង2នាំឲ្យអញ្ចឹងអានេះក៏ស្មើនេះអានេះក៏ស្មើនេះអញ្ចឹងយើងទាញបានមុំ A MN នេះវាស្មើនឹងមុំ A CB អញ្ចឹងយើងមើលអញ្ចឹងក្រៅពីយើងបានមុំ A ជាមុំរួមហើយយើងមានមុំ M នេះស្មើនឹងមុំ C ទៀតអញ្ចឹងនោះយើងអាចសន្មតបានថាត្រីកោណ ABC គឺដូចនឹងត្រីកោណ AMN ហើយណាអញ្ចឹងជាទូទៅអញ្ចឹងត្រីកោណពីរនេះដូចគ្នាតាមករណីម៉ូមានន័យថាមុំពីរស្មើគ្នាណាចឹងយើងអាចឆ្លើយបានដូចនេះត្រីកោណ ABC ដូចត្រីកោណ AMN សំណួរខគេឲ្យស្រែកបញ្ជាក់ថា AB គុណនឹង AM ស្មើនឹង AC គុណនឹង AN អញ្ចឹងដើម្បីស្រែកបញ្ជាក់ផលគុណនេះលោកតាតែយើងទាញវិបាកពីត្រីកោណពីរដូចជាខាងលើសិនអញ្ចឹងយើងដាក់មកដោយត្រីកោណ ABC ដូចត្រីកោណ AMN អញ្ចឹងយើងទាញបានផលធៀបសមាមាត្រទៅលើមុំ AB ចឹងមុំ A ស្មើនឹងមុំ A ដដែលយើងដាក់ A ក្រោម A នេះមក B ស្មើនឹងមុំអី B ស្មើនឹងមុំ N ណាចឹង AN ហេតុអីបានថាដឹងថា B ស្មើនឹងមុំ N ព្រោះដោយសារតែមុំ C នេះស្មើនឹងមុំ M ចឹងយើងដាក់អក្សរឲ្យត្រូវលើគ្នាមកអញ្ចឹងនេះ AC ចឹងវាត្រូវស្មើវាត្រូវនៅលើ AM ស្មើនឹងចឹង AB AC ហើយនៅសល់ BC ចឹង BC នៅលើ NM បន្ទាប់មកយើងមើលយើងចង់បានសមាមាត្រមួយណាយើងចង់បាន AB គុណនឹង AM ចឹង AB គុណនឹង AM ស្មើនឹង AC គុណនឹង AN ចឹងយើងទាញទៅសមាមាត្រពីរគូនេះមកចឹងយើងដាក់ថាដោយ AB លើ AN
ស្មើនឹង AC ទៅលើ A អុំចុះយើងទាញបាន AB គុណនឹង A អុំស្មើនឹង AC គុណជាមួយនឹង AM ចឹងដូចអ្វីដែលយើងចង់បានហើយឆ្លើយដូចនេះមក AB គុណនឹង A អុំស្មើនឹង AC គុណនឹង AN ចឹងលំហាត់វិញ្ញាសាទី1យើងគឺចប់ត្រឹមនេះណា